សួស្តីប្រិយមិត្តរបស់ Goal ខ្មែរទាំងអស់គ្នារាត្រីថ្ងៃសៅរ៍ទី2វេលាម៉ោង 2 រំលងអាធ្រាត្រនេះក្របខ័ណ្ឌកំពូលអង់គ្លេស English Premier League មានការប្រកួតដ៏ស្វិតស្វាញមួយក្រុមម្ចាស់ផ្ទះ Leeds United ត្រូវបើកទ្វារកីឡាដ្ឋានស្វាគមន៍ការមកដល់របស់ក្រុម Burnleyចំណែកឯក្រុម Burnley វិញក៏បានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំទម្រង់ការពារយ៉ាងរឹងមាំដើម្បីទប់ទល់នឹងម្ចាស់ផ្ទះការប្រកួតនេះពិតជាគួរឲ្យចង់ទស្សនាមែនទែនការវិតម្លៃនឹងទស្សទាយមកមើលការវិភាគមុនការប្រកួតយប់នេះក្រុម Leeds United ត្រូវបានគេមើលឃើញថាមានភាគរយឈ្នះខ្ពស់ជាងដាច់តែម្ដងតែចំណុចសំខាន់សម្រាប់ការប្រកួតនេះខ្ញុំសូមរំពឹងទុកថានឹងមានគ្រាប់បាល់កើតឡើងច្រើនហូរហែហេតុអីព្រោះ Leeds នឹងព្យាយាមវាយលុកយ៉ាងខ្លាំងក្លាតាំងពីដើមទីចំណែក Burnley ក៏ត្រូវរកឱកាសវាយបកវិញដែរដូច្នេះគ្រាប់បាល់សរុបអាចមានចាប់ពី3គ្រាប់ឡើងទៅភាគរយដែលមានគ្រាប់បាល់កើតឡើងច្រើនគឺពិតជាមានខ្ពស់ណាស់កាលវិភាគរបស់ Goal ខ្មែររង Burnley ឬក៏គ្រាប់បាល់នឹងមានច្រើនដោយការរំពឹងទុកមែនចូលរួមបញ្ចេញមតិនៅខាងក្រោមមកកុំភ្លេចចុច like និង subscribe ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានបាល់ទាត់រាល់ថ្ងៃជួបគ្នាយប់នេះ